រឿងនេទេវបុត្រគុណនៃការបូជាផ្កាឈើដល់ព្រះចេតិយកាលព្រះសម្ពុទ្ធបរមគ្រូគង់នៅឯវត្តចេតពុនកាលនោះព្រះមោគលានចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធដើម្បីនិមន្តទៅកាន់ទេវលោកដើម្បីពិនិត្យមើលទិព្វសម្បត្តិរបស់ពួកទេវតាក្នុងឆកាមាសួរឆកាមាសួរនឹងបានន័យថាទេវតាមាន6ជាន់ណាព្រះសម្មាសម្ពុទ្ធក៏ទ្រង់បានឲ្យព្រះមោគលានអនុញ្ញាតឲ្យទៅពេលទៅដល់ស្ថានតាវតឹងបានឃើញទេវតាមួយរូបជិះដំរីមាសធំសម្បើមអស្ចារ្យមានអវយវៈទាំងអស់គឺសសុទ្ធតែម្ដងដំរីនោះមានភ្លុក2ធំវែងហើយក្នុងភ្លុកមួយមានស្រះបោកខរណីមួយហើយក្នុងស្រះបោកខរណីមួយមានផ្កាឈូក7ក្នុងផ្កាឈូកមួយនោះក៏មានស្រីទេពអប្សរចំនួនមួយច្រៀងរាំប្រគំដេញដូរតន្ត្រីថ្វាយដល់ទេវបុត្រនោះព្រះមហាមោគលានបាននិមន្តទៅឈរអំពីមុខដំរីនោះទេវបុត្របានឃើញហើយក៏ចុះទៅថ្វាយបង្គំដោយគោរពលុះថ្វាយបង្គំរួចព្រះមហាមោគលានមានថេរដីកាសួរអំពីឈ្មោះនិងប្រវត្តិរបស់ទេវបុត្រនោះទេវបុត្រនោះក៏បានទូលតបថេរដីកាថាខ្ញុំព្រះករុណាឈ្មោះនាគទេវបុត្រកាលព្រះសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈព្រះអង្គបរិនិព្វានទៅហើយនោះកាលនោះពួកមហាជននាំគ្នាដង្ហែព្រះសារីរិកធាតុទៅបញ្ចុះក្នុងចេតិយមាសកម្ពស់1យោជន៍ហើយនាំគ្នាយកផ្កាភ្ញីទៅបូជាព្រះចេតិយក្នុងសម័យនោះខ្ញុំព្រះករុណាកើតជាឧបាសកមួយរូបមានសទ្ធាជ្រះថ្លាជឿជាក់ក្នុងគុណព្រះរតនត្រ័យបានយកលុយចំនួន8កហបណៈទៅទិញផ្កាអំពីអ្នកលក់ផ្កាម្នាក់ពេលនោះផ្កាគឺក្រជាទីបំផុតក្នុងសួនរបស់អ្នកលក់ផ្កានោះរោគផ្កាមួយទងគ្មានសោះឡើយពីព្រោះថាជនទាំងឡាយគេនាំគ្នាទិញអស់ហើយដើម្បីយកទៅបូជាព្រះចេតិយគ្រប់គ្នានាយមេលេកាគឺអ្នកលក់ផ្កានោះបានប្រាប់ខ្ញុំព្រះករុណាថាផ្កាគ្មានទេប្រសិនបើអ្នកត្រូវការដែលចាំបាច់ខានពុំបានអ្នកអាចអញ្ជើញរកមើលបេះដោយខ្លួនឯងចុះខ្ញុំព្រះករុណាក៏បានចូលទៅក្នុងសួននោះខំរកមើលតាំងអំពីសួនដើមរហូតដល់សួនខាងចុងឃើញផ្កាចំនួន8ទងជ្រុះនៅក្បែរគល់ផ្កានោះហើយខ្ញុំព្រះករុណាក៏រើសយកបង្ហាញជូនដល់អ្នកលក់ផ្កានោះក៏បានឲ្យថ្លៃចំនួន8កហបណៈដល់អ្នកលក់នោះចំណែកឯអ្នកលក់ផ្កានោះគឺគេមិនព្រមយកទេក៏បានជានិយាយថាណែផ្កានេះគឺជាលាភរបស់អ្នកហើយអ្នកអញ្ជើញយកទៅចោលខ្ញុំមិនគិតប្រាក់នោះទេដូច្នោះហើយខ្ញុំព្រះករុណាក៏យកផ្កាទាំង8ទងនោះយកទៅបូជាព្រះចេតិយនៅទីនោះទៅក្នុងកាលជាខាងក្រោយមកខ្ញុំព្រះករុណាក៏ធ្វើមរណកាលក៏បានមកកើតក្នុងស្ថានទីនេះតែម្ដងព្រះមហាមោគលានបានជ្រាបដំណឹងនោះរួចស្រេចបាច់អស់ហើយក៏បាននិមន្តហោះទៅទីដទៃទៀតទៅ